ទម្លាប់ពីរយ៉ាងដែលធ្វើឲ្យអាកុយ hybrid ឆាប់ខូចហើយបងប្អូនតែងតែធ្វើវាដែលដឹងខ្លួនឯងអូនណាចំណាំខ្លួនឯងអត់ឲ្យទៅពេលជិះឡានគឺចូលចិត្តបើកម៉ាស៊ីនតិចមែនតែនហ្មងនិយាយទៅគឺបើកឡូអញ្ចឹងប្រភេទឡានព្រូគឺវាប្រើប្រព័ន្ធភ្លើងបងប្អូនពេលដែលបងប្អូនបើកឡូម៉ាស៊ីនចាក់ឡូពេកអញ្ចឹងគឺកម្លាំងភ្លើងហ្នឹងគឺវាទាញទៅម៉ាស៊ីនត្រជាក់ខ្លាំងហើយបងអញ្ចឹងគឺអាកុយ hybrid របស់យើងហ្នឹងគឺវាប្រើកម្លាំងពីរក្នុងពេលតែមួយអញ្ចឹងគឺវាធ្វើឲ្យអាកុយរបស់យើងហ្នឹងវាមិនខូចមិនអីតែវាអាចនឹងឆាប់ខ្សោយអញ្ចឹងណាបងប្អូនហើយត្រឡប់មួយទៀតដែលខ្ញុំជឿថាបងប្អូនធ្វើគឺអត់ដឹងខ្លួនឯងសូម្បីតែបន្តិចតែម្ដងពាក់ព័ន្ធនឹងម៉ាស៊ីនត្រជាក់នៅពេលដែលបងប្អូនបលត់ឡានណាមានដែរចំណាំខ្លួនឯងថាដែរបិទម៉ាស៊ីនត្រជាក់ខ្ញុំជឿថាមួយចំនួនធំក៏អាចដែរបិទម៉ាស៊ីនត្រជាក់ហ្មងអញ្ចឹងនៅពេលដែលបងប្អូនបញ្ឆេះឡានឡើងវិញគឺម៉ាស៊ីនត្រជាក់ហ្នឹងវាដំណើរការអូតូហើយប្រព័ន្ធភ្លើង hybrid វាមានតួនាទីដំណើរការម៉ាស៊ីនត្រជាក់ផងហើយនឹងឆ្លាស់ជាមួយនឹងឆ្នាស់សាក hybrid ប្រព័ន្ធភ្លើងចូលវាធ្វើឲ្យអាកុយរបស់យើងនឹងវាប្រើកម្លាំងរៀងខ្លាំងដោយសារតែឡានព្រុសក៏វាប្រើជាប្រព័ន្ធភ្លើងសឹងទាំងអស់ហើយអញ្ចឹងបើសិនជាបងប្អូនជិះត្រឡប់ពីនឹងបានគឺវាជួយពជាពាក់ព័ន្ធអាកុយរបស់បងប្អូនឲ្យប្រើបាន